នីត្រូវលិចលំធ្លាក់ក្នុងអន្លង់បួនប្រការអន្លង់ទីមួយគឺកាមាដែលពេញសត្តាក្នុងកាមគុណអន្លង់ទីពីរភវខៈទាញសត្វទុំលាក់ក្នុងទុកធ្ងន់វិលស្លាប់វិលកើតជានិរន្តរ៍អត់មានស្រាកស្រានក្នុងភពបីអន្លង់ទីបីទិដ្ឋថោខៈទាញសត្វទុំលាក់ក្នុងអវិជ័យព្រំទិដ្ឋថៈយល់មិនប្របីផនក្តីបាបក្តីអត់អំពើអន្លង់ទីបួនគឺអវិជ្ជាបាំងសត្វនានីឲ្យស្ទាក់ស្ទើរនាំសត្វវង្វេងមិនអោយធ្វើអំពើបុណ្យទានសិលភាវនាហេតុនឹងព្រះគុណព្រះករុណាគង់លើអាសនាព្រះធម្មមីដឹកនាំយើងខ្ញុំទាំងអស់គ្នាឡើងជិះនាវីព្រះត្រៃលាក់កំចាត់កិលេសនឹងតណ្ហាព្រមទាំងអវិជ្ជាដោយអរិយមគ្គកាច់បំបាក់សង្សារចក្រចូលកាន់អម
តាំងព្រះនិព្វា